ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពគណៈពេលនេះខ្ញុំនឹងធ្វើសេចក្តីអធិប្បាយអំពីឧត្តមភាពនៃប្រាសាទចិនក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី 4 សប្តាហ៍ថ្ងៃនេះប្រាសាទនេះស្ថិតនៅខេត្តព្រះវិហារដែលយើងតែងតែស្គាល់ថាគឺជារមណីយដ្ឋានកោះកេរនៅសម័យចក្រភពអង្គរតំបន់នោះគេហៅថារាជធានីឆោកគីឬក៏រាជធានីលង្កបុរៈដូច្នេះសូមពុកម៉ែបងប្អូនស្ដាប់រួចទស្សនាជាមួយនឹងរូបភាពនៅក្នុងវីដេអូនេះដូចតទៅសូមបញ្ជាក់ថារូបភាពនៅក្នុងវីដេអូនេះគឺខ្ញុំបាទសួងច័ន្ទនីបានចុះទៅផ្ទាល់តែម្ដងដូចនេះសូមស្ដាប់ដូចតទៅរមណីយដ្ឋានកោះកេរឬកោះកែឬឆោកគីគឺជាដួងព្រលឹងនៃសតវត្សទី 10 ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរដ៏ធំធេងនៃប្រវត្តិសាស្ត្រខ្មែរក្នុងចំណោមប្រាសាទរាប់សិបប្រាសាទចិនឈរជាតំណាងឲ្យកំពូលនៃសិល្បៈចម្លាក់ដែលពិភពលោកកោតសរសើរតែប៉ុន្តែលើតួសេចក្តីខាងក្រោមនឹងបង្ហាញពីភស្តុតាងប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់អំពីនយោបាយសេដ្ឋកិច្ចនិងសាសនាដែលនៅពីក្រោយសំណង់ដ៏ល្អឯកមួយនេះជាដំបូងខ្ញុំនឹងពន្យល់បងប្អូនតាក់ទងជាមួយនឹងបរិបទនយោបាយនិងសិលាចារឹកយោងបើយោងតាមសិលាចារឹកជាច្រើននៅតំបន់កោះកេរជាពិសេសសិលាចារឹកការ 184 និងការ 186 បានបញ្ជាក់ថាព្រះបាទជ័យវរ្ម័នទី 4 បានប្រកាសខ្លួនជាសកលរាជនៅឆ្នាំ921នៃគ្រិស្តសករាជការកសាងប្រាសាទចិនគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រមជ្ឈការអំណាចក្នុងន័យនយោបាយការចាក់ចេញពីអង្គរមកកសាងរាជធានីនៅទីនេះមិនមែនជាការលះបង់បោះបង់នៅរាជធានីអង្គរទេប៉ុន្តែជាការបង្កើតមជ្ឈមណ្ឌលថ្មីមួយដែលឯករាជ្យពីឥទ្ធិពលមន្ត្រីចាស់ៗនៅអង្គរប្រាសាទចិនបានក្លាយជាកន្លែងតម្កល់បដិមាដ៏មានអំណាចដែលនិមិត្តរូបដល់ការការពាររជ្ជកាលរបស់ព្រះអង្គចំណុចបន្ទាប់ខ្ញុំនឹងបរិយាយអំពីភាពកម្ពូលនៃសិល្បៈបដិមាសាស្ត្រនិងបច្ចេកទេសចម្លាក់ចំណុចដែលធ្វើឲ្យប្រាសាទចិនមានតម្លៃប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានគឺបច្ចេកទេសចម្លាក់ដែលខុសប្លែកពីសម័យមុនយោងតាមការសិក្សារបស់លោក Henry អ្នកបុរាណវិទ្យាបារាំងប្រាសាទនេះគឺជាជម្រកនៃរូបចម្លាក់ខ្នាតយក្សដែលបង្ហាញពីចលនាចម្លាក់មហាភារៈយុទ្ធការរកឃើញបំណែកបដិមាភិមៈនិងទុរយោជគឺជាភស្តុតាងដំបូងបង្អស់នៃការប្រើប្រាស់បច្ចេកទេសចម្លាក់ដែលដាច់ចេញពីផ្ទាំងថ្មនិងមានចលនាហោះហើរនេះសបញ្ជាក់ថាជាងចម្លាក់នៅសម័យកោះកែមានចំណេះដឹងផ្នែកកាយវិការវិភាគសាស្ត្រមនុស្សនិងតុល្យភាពថ្មយ៉ាងខ្ពស់បំផុតជាបន្ទាប់គឺតកតងជាមួយនឹងសេដ្ឋកិច្ចនិងការគ្រប់គ្រងធនធានតាមរយៈរហាលតាមទស្សនវិជ្ជាសេដ្ឋកិច្ចប្រាសាទចិនមិនអាចសាងសង់ទៅបានឡើយប្រសិនបើគ្មានប្រព័ន្ធធារាសាស្ត្រដ៏រឹងមាំការកសាងរហាលដែលមានបណ្ដោយ 1200 ម៉ែត្រគឺជាសមិទ្ធផលសេដ្ឋកិច្ចដ៏ធំយោងតាមការស្រាវជ្រាវតាមអាកាសបានបង្ហាញថាជំនាញប្រាសាទចិនមានដាននៃប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែងដែលបញ្ជាក់ថាទីនេះគឺជាមជ្ឈមណ្ឌលកសិកម្មដ៏មមាញឹកសេដ្ឋកិច្ចដែលសម្បូរដោយស្បៀងបានអនុញ្ញាតឲ្យព្រះមហាក្សត្រប្រមូលផ្ដុំសិប្បករពូកែមកផ្ដោតលើការកែច្នៃថ្មភក់ដែលដឹកមកពីភ្នំដងរែកឲ្យคล้ายទៅជាស្នាដៃឯកជាបន្ទាប់ខ្ញុំនឹងសិក្សាទៅលើទំនាក់ទំនងពាណិជ្ជកម្មនិងឈ្មោះប្រាសាទចិនទោះបីជាសិលាចារឹកដើមមិនបានហៅឈ្មោះនេះក៏ដោយប៉ុន្តែតាមរយៈការធ្វើកំណាយបុរាណវិទ្យាគេបានរកឃើញបំណែកកលភាជន៍សម័យរាជវង្សសុងនៅក្បែរបរិវេណប្រាសាទនេះជាភស្តុតាងប្រវត្តិសាស្ត្រដែលបង្ហាញថាកោះកែក្នុងសតវត្សទី 10 មិនមែនជាក្រុងដាច់ស្រយាលឡើយប៉ុន្តែមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស្និទ្ធជិតជាមួយនឹងបរទេសរហូតដល់ឈ្មោះចិនជាប់មកដល់បច្ចុប្បន្នសរុបសេចក្តីមកឆ្លងតាមការបកស្រាយខាងលើយើងអាចសន្និដ្ឋានបានថាប្រាសាទចិន
គឺជាតំណាងនៃមហិទ្ធិឫទ្ធិរបស់ព្រះបាទជ័យវរ្ម័នទី4ដែលបានរួមបញ្ចូលគ្នានៅអំណាចនយោបាយសាសនានិងសិល្បៈភាពស្អាតស្កឹមស្កៃនិងចម្លាក់ដ៏រស់រវើកនៅទីនេះមិនត្រឹមតែជាមោទនភាពរបស់ខ្មែរប៉ុណ្ណោះទេប៉ុន្តែគឺជាមរតកដ៏មានតម្លៃដែលពិភពលោកត្រូវការសិក្សានិងការពារឯកសារយោងគឺសិភៅលោកសដេសឆ្នាំ1943ដល់ឆ្នាំ1946សិក្សាពីសិលាចារឹកការ184និងការ186នៅកោះកែបាទសូមអរគុណពុកម៉ែបងប្អូនជាទីគោរពបាទជួបគ្នានៅវគ្គបន្តទៀតជាមួយនឹងភាសានានានៅក្នុងប្រទេសកម្ពុជា